គ្រាន់តែលើថានៅកោះស្លាកែតមានរៀបចំពិធីអុំទូកគ្រួសាររបស់ខ្ញុំបានជូនមកលេងភ្លាមៗតែម្ដងទៅកោះស្លាកែតលើកនេះខុសពីរាល់ដងដោយសារតែគ្រួសាររបស់ខ្ញុំក៏ចូលរួមប្រណាំងទូកនឹងគេដែរដូច្នេះហើយត្រូវតែមកឲ្យកម្លាំងចិត្តប្តីចឹងណាឈានជើងចូលដល់ខាងក្នុងជះក្លិននំខ្មែរដែលដុតក្តៅហុយឡើងឈ្ងុយពេញច្រមុះសំបីតែកូនប្រុសរបស់ខ្ញុំក៏ទប់ចិត្តមិនជាប់ដែរសុំទិញនំពុំញ៉ាំមួយសិនក្រៅពីនោះក៏មាននំគ្រក់មានបាញ់ឆាវដុតក្តៅជូនបងទៅលេងកំសាន្តញ៉ាំភ្លាមគឺថារសជាតិឆ្ងាញ់មែនតើបន្ទាប់ពីទិញនំពុំបានហើយកូនប្រុសរបស់ខ្ញុំនឹងគឺសុំទៅលេង playground អញ្ចឹងជូនគាត់ទៅលេង playground បន្តិចសិនព្រោះដោយសារតែការប្រណាំងទូកហ្នឹងក៏គេអត់ទាន់ចាប់ផ្ដើមដែរបន្ទាប់ពីជូនគាត់ទៅលេង playground ហើយឥឡូវនេះគឺចង់ញ៉ាំតកកឈូសមករកតកកឈូសញ៉ាំសិននិយាយពីរសជាតិឆ្ងាញ់មែនតើពុកម៉ែបងប្អូនមកលេងកោះស្លាកែតកុំភ្លេចតកកឈូសចូលដល់ពេលរសៀលមេឃចាប់ផ្ដើមចុះត្រជាក់បងកីឡាករក៏មកជួបជុំគ្នានៅកំពង់ទឹកអ្នកខ្លះក៏គាត់សមចែវមកទូកពីរទូកទៅមុនហើយអ្នកខ្លះទៀតក៏គាត់នៅកវ៉ាល់សាក់ចវាសាក់អ៊ំសាក់ចែវលេងនៅលើផ្ទៃទឹកចឹងណាហើយនៅក្នុងវីដេអូនេះខ្ញុំក៏នឹងលើកយកប្រវត្តិនៃពិធីបុណ្យអុំទូកជម្រាបជូនពុកម៉ែបងប្អូនស្ដាប់ដូចតទៅពិធីបុណ្យអុំទូកអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាការប្រណាំងទូកនេះមានរយៈពេល3ថ្ងៃតែម្ដងគឺចាប់ពីថ្ងៃទី14និង15កើតដល់ថ្ងៃ100ខែកដឹកហើយពេលយប់ក៏មានការបណ្ដែតប្រទីបផងដែរចំណែកឯពិធីបុណ្យអំបុកសំពះព្រះខែវិញប្រារព្ធឡើងនៅថ្ងៃទី2តែប៉ុណ្ណោះពលគឺនៅពាក់កណ្ដាលរាត្រីនៃថ្ងៃ15កើតខែកដឹកពិធីបុណ្យអុំទូកមានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មកម្លេះក្នុងអំឡុងឆ្នាំ1177ពួកចាមបានលើកទ័ពមកធ្វើការលុកលុយនិងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ4ឆ្នាំគ្រានោះព្រះបាទជ័យវរ្ម័នទី7បានបង្រួមជាតិនិងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ពដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាមរហូតទទួលបានជ័យជំនះហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិនៅឆ្នាំ1181និងបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀតផងប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យនេះឡើងដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរដែលបានរំដោះទឹកដីឲ្យរួចផុតពីការជិះជាន់របស់ពួកចាមដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំដោយមានការប្រណាំងទូកអុំនិងទូកចែវបុរសនារីពិធីបុណ្យអុំទូកនេះក៏បានភ្ជាប់នឹងពិធីផ្សេងទៀតផងដែរគឺការបណ្ដែតប្រទីបអំបុកនិងសំពះព្រះខែដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំក្នុងឱកាសបុណ្យអុំទូកប្រជាពលរដ្ឋតាមបណ្ដាខេត្តក្រុងមួយចំនួនបានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំងដើម្បីដណ្ដើមយកជ័យជំនះឲ្យខេត្តរបស់ខ្លួនទៀតផងបន្ទាប់ពីប្រណាំងទូកចប់ចូលដល់ពេលយប់គឺមានការជួបជុំញ៉ាំអាហារសាមគ្គីហើយនេះគឺជាទេសភាពកោះស្លាកែតនៅពេលយប់ពុកម៉ែបងប្អូនគឺស្អាតមែនតែនចំណែកឯនេះគឺបរិយាកាសកម្មវិធីនៅពេលរាត្រីចាគឺមានលក្ខណៈ buffet មានអីចឹងទៅហើយក៏មានការរាំកម្សាន្តផងដែរប៉ុន្តែស្ដាយខ្លាំងមែនតែនដោយសារតែអត់បាននៅរាំលេងនឹងគេទេព្រោះដោយសារមានកូនទូចទៅប្រញាប់យកកូនយកអីទៅគេអញ្ចឹងណាហើយមើលទៅបងដែលគាត់ចូលរួមកម្មវិធីគឺគាត់ស្រស់ស្រាយសប្បាយអារម្មណ៍រាំដោយស្នាមញញឹមសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមខន្តីអភ័យទោសរាល់ពាក្យពេចន៍កំហុសខុសឆ្គងដែលខ្ញុំបានលើកយកមកនិយាយនៅក្នុងវីដេអូនេះហើយជាចុងក្រោយក៏សូមអរគុណសូមគោរពលាជួបគ្នានៅក្នុងវីដេអូក្រោយ